យប់ស្ងាត់ខ្យល់បក់ត្រជាក់ឃើញពុកម៉ែអង្គុយមើលកូនស្នាមញញឹមស្រាលលាក់ភាពនឿយហត់ព្រោះជីវិតលោករស់ដើម្បីកូនព្រោះជីវិតលោករស់ដើម្បីកូនរស់នៅស្រុកស្រែតែគ្មានស្រែធ្វើពឹងញើសពុកម៉ែទើបកូនមានថ្ងៃនេះម៉ែលក់ទឹកអំពៅក្បែរផ្លូវហាលថ្ងៃចំណែកឯពុកដើរថតរូបគេសន្សំប្រាក់កាសទូងបីអ្នកចិត្តខាងគេដៀលយើងក្រតែពុកនឹងម៉ែនៅតែញឹមតស៊ូពេលហូបបាយជុំគ្នាពុកតែងរំលឹកផ្ដាំថាខំរៀនណាកូនណាទើបអនាគតថ្លៃថ្លាពុកម៉ែសុខចិត្តស្លៀកខោអាវចាំងដាច់ដោយពណ៌ស្លេកក៏លោកមិនថាសុំត្រឹមឲ្យកូនមានស្បែកជើងពាក់មានខោអាវថ្មីទៅរៀនដូចគេអរគុណពុកម៉ែធំធេងពេកក្រៃទោះបីក្រីក្រក៏មិនចោលកូនក៏មិនចោលកូនទោះបីនឿយហត់លោកមិនរួញរាខំប្រឹងពុះពីតស៊ូព្រោះកូនស្នាមដៃប្រេះបែកជាស័ក្តិសិទ្ធិជីវិតដែលពុកនឹងម៉ែលះបង់រាប់ឆ្នាំដើម្បីឲ្យកូនមានថ្ងៃភ្លឺថ្លាមានអនាគតល្អជាងថ្ងៃលោកធ្លាប់មានថ្ងៃនេះកូនធំដឹងក្តីអស់ហើយឲ្យអ្នកមានគុណគុំព្រួយឡើយណាកូននឹងខំប្រឹងធ្វើការទាំងថ្ងៃយប់ដើម្បីគ្រួសារបានរួចជួយពុកជួយម៉ែសម្រាប់បន្ទុកមិនឲ្យលោកហត់ដូចថ្ងៃកន្លងទូកូនដើរដល់ទីណាក៏ដោយគុណពេលគុណម៉ែលើសអ្វីទាំងអស់ក្នុងបេះដូងកូនលោកនៅតែអស្ចារ្យអរគុណពុកម៉ែដែលយកជីវិតទៅបដូរអនាគត